ព្រះពុទ្ធសម្ដែងថាធម៌ទាំងឡាយគឺមិនទៀងតែនរណាខ្លះពិចារណាឃើញថាធម៌ទាំងឡាយទៀងអ្វីជាធម៌ទាំងឡាយគឺអ្វីដែលអ្នកទាំងឡាយបានជួបនឹងហើយឈ្មោះថាធម៌ទាំងឡាយបើសិនជាអ្នកទាំងឡាយពិចារណាឃើញច្បាស់បែបហ្នឹងដោយបញ្ញារបស់ខ្លួនឯងគឺមិនមែនថាតាមព្រះទេគឺពិចារណាឃើញបែបហ្នឹងនឹងឈ្មោះថាពិចារណាឃើញធម៌ទៅតាមសេចក្តីពិតហើយនៅពេលដែលអ្នកទាំងឡាយពិចារណារឿយនៅធម៌ទាំងឡាយថាសុទ្ធតែមិនទៀងថ្ងៃនេះយើងល្អថ្ងៃក្រោយមិនប្រកាសថាល្អនឹងនៅរហូតឯណាបាស់ជាមានអាក្រក់កើតឡើងហើយយើងអាក្រក់ថ្ងៃនេះថ្ងៃក្រោយក៏មិនប្រកាសថាអាក្រក់នឹងនៅជាមួយយើងរហូតឯណាថ្ងៃនេះយើងធ្វើធំថ្ងៃក្រោយក៏មិនប្រកាសថាយើងធ្វើធំរហូតឯណាថ្ងៃនេះយើងលំបាកថ្ងៃក្រោយយើងក៏មិនប្រកាសថាយើងលំបាកឯណាថ្ងៃនេះយើងសុខភាពល្អថ្ងៃក្រោយក៏ប្រកាសជាមានរោគកើតឡើងហើយយើងពិចារណារឿយរបៀបនឹងថាគ្រប់យ៉ាងគឺស្ថិតនៅក្នុងសភាពមិនទៀងនៅពេលដែលចិត្តនេះពិចារណារបៀបនេះរឿយធ្វើឲ្យមានសតិកើតឡើងនៅពេលដែលអ្នកទាំងឡាយជួបនឹងរឿងមិនទៀងរឿងប្រែប្រួលហ្នឹងពេលដែលជួបរឿងណាមួយខកចិត្តបើសិនជាយើងគ្មានការពិចារណាឬក៏គ្មានទុនពីមុនមកទេច្បាស់ជាចិត្តនេះវាមិនព្រមទទួលការពិតទេច្បាស់ជានៅពេលដែលរឿងខកបំណងកើតឡើងចិត្តហ្នឹងច្បាស់ជាប្រកបទៅដោយទោសៈឬក៏ភាពកន្ទុកកន្ទិញឬក៏កើតទុកខ្លាំងព្រោះចិត្តហ្នឹងមិនធ្លាប់បានវឹកហាត់អញ្ចឹងបើចិត្តយើងធ្លាប់បានវឹកហាត់នៅពេលដែលរឿងមិនល្អកើតឡើងមកដល់យើងបានដឹងខ្លួនមុនជាស្រេចថាគ្រប់យ៉ាងគឺស្ថិតនៅក្នុងសភាពមិនទៀងនៅពេលនោះចិត្តក៏ព្រមទទួលស្គាល់នៅការពិតនៅពេលនោះចិត្តក៏មិនសូវសោកសៅមិនសូវក្តៅក្រហាយក្នុងរឿងដែលបានជួបព្រោះរឿងនោះវាខកចិត្តអ្នកដែលមានសភាពបែបនេះបុគ្គលដែលទទួលស្គាល់បែបនេះគឺជាបុគ្គលដែលមានធម៌ជាទីពឹងហើយគឺជាបុគ្គលដែលរីកចម្រើននៅក្នុងធម៌ហើយព្រះធម៌នេះគឺបង្រៀនឲ្យយើងចេះទទួលស្គាល់ការពិតនៅពេលដែលយើងទទួលស្គាល់ការពិតផ្លូវចិត្តគឺបានស្រួលជាងដែលយើងមិនទទួលស្គាល់ណាគឺបានស្រួលអាផ្លូវចិត្តបានស្រួលនេះហើយដែលជាមេគារបស់ព្រះចង់ឲ្យយើងដឹងចង់ឲ្យយើងរៀនចង់ឲ្យយើងចេះនឹងឯងនឹងហើយឈ្មោះថាអ្នកដែលរីកចម្រើនក្នុងធម៌មិនរៀនធម៌រាប់ឆ្នាំដល់ពេលជួបរឿងខកចិត្តកើតទុកក្តៅក្រហាយហើយថាឯងអ្នករីកចម្រើនក្នុងធម៌មែនទេណាអ្នករីកចម្រើនក្នុងធម៌គឺនៅពេលដែលជួបរឿងអាក្រក់ហើយផ្លូវចិត្តរបស់បុគ្គលនោះមិនសោកសៅឬក៏មិនក្តៅក្រហាយទៅតាមអ្វីដែលបានជួបគឺអាចធ្វើចិត្តនៅជាឧបេក្ខាបានឬក៏ធ្វើចិត្តនៅធម្មតាបានបុគ្គលនឹងឈ្មោះថាបុគ្គលដែលមានធម៌ជាទីពឹងមែនទេហើយអញ្ចឹងអ្នកទាំងឡាយត្រូវជ្រាបបើសិនជាយើងអាចធ្វើចិត្តបានល្អនៅពេលដែលយើងជួបរឿងអាក្រក់ឈ្មោះថាយើងកំពុងតែរីកចម្រើនក្នុងធម៌ហើយអញ្ចឹងត្រូវដឹងខ្លួនឯងណាព្រោះការធ្វើចិត្តឲ្យបានល្អនៅពេលដែលខ្លួនជួបរឿងអាក្រក់មិនងាយណាអាចធ្វើបានទេណាទោះបីជាមានទ្រព្យសម្បត្តិឬក៏ភាពអស្ចារ្យឋានៈតួនាទីយ៉ាងណាក៏ដោយប៉ុន្តែអាផ្លូវចិត្តដែលធ្វើឲ្យរីករាយដែលធ្វើឲ្យមិនកើតទុកនៅពេលដែលខ្លួនជួបរឿងខកបំណងមិនងាយណាធ្វើបានទេណាកន្លែងនេះហើយដែលជាតម្លៃនៃគុណធម៌តម្លៃនៃចំណេះដឹងដែលយើងបានសិក្សាបានពិចារណារឿយនៅសភាពធម៌ទាំងឡាយថាវាមិនទៀងកន្លែងនឹងហើយជាផលណាកន្លែងហ្នឹងជាផលដែលយើងអាចធ្វើចិត្តបានល្អនឹងហើយឈ្មោះថាជាផលខ្ញុំសង្ឃឹមថាពាក្យដែលខ្ញុំនិយាយគ្រប់ម៉ាត់អ្នកទាំងឡាយនឹងបានយល់ព្រោះសម័យនេះជាសម័យដែលអ្នកទាំងឡាយត្រូវមានធម៌មកជាទីពឹងគឺសម័យនឹងឯងសម័យដែលកំពុងតែវឹកវរប្រទេសហ្នឹងបើសិនជាបុគ្គលគ្មានធម៌ជាទីពឹងវាធ្វើឲ្យផ្លូវចិត្តមិនសូវល្អចឹងសម័យនេះហើយជាសម័យដែលយើងត្រូវការធម៌ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានចែករំលែកនឹងបានជាប្រយោជន៍ជាពិសេសសម្រាប់ជនភាសា
នៅពេលដែលគាត់បានស្ដាប់ខ្ញុំច្បាស់ជាគាត់អាចធ្វើចិត្តបានប្រសើរខ្លះហ្នឹងហើយខ្ញុំសង្ឃឹមថាអញ្ចឹងទៅចុះខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា